ខ្ញុំមិនដែលចង់បំផ្លាញគ្រួសារគេគ្មានចេតនាបំផ្លាញគ្រួសារគេហើយក៏មិនដឹងថាគេមានប្រពន្ធកូនផងហ្នឹងអញ្ចឹងខ្ញុំខុសដែរអោអ្នកយកប្តីគេហើយចេះលើកយកសំណួរបែបហ្នឹងមកសួរគេតកើតត្រឹមតែលួចសហាយស្មន់ជាមួយប្តីគេហ្នឹងវាខុសសិលការមេបាត់ទៅហើយមានបាបហ្នឹងក៏បាបហើយដែរខុសសិលធម៌ក្នុងសង្គមទៀតគេគ្រប់គ្នាមិនឲ្យតម្លៃឡើយមានតែស្អប់ខ្ពើមពេបជ្រាយទង្វើអសិលធម៌ដូច្នេះហើយកំប្រាពាក្យថាមិនដែលចង់បំបែកបំបាក់គ្រួសារគេអត់ដឹងថាគេមានប្រពន្ធកូនគ្រប់ហេតុផលសារពើដែលលើកឡើងហ្នឹងមិនបានបញ្ជាក់ថាខ្លួនគ្មានកំហុសឡើយព្រោះកំហុសវាកើតឡើងពីវិនាទីដែលព្រមព្រៀងសេពមេធុនជាមួយប្តីគេមកម្លេះទាំងដឹងឬមិនដឹងក្នុងករណីមិនដឹងក៏នៅតែជាកំហុសដែរក៏នៅតែខុសសិលការមេក៏នៅតែខុសសិលធម៌សង្គមដែលហេតុល្ងងខ្លៅដែលហេតុចិត្តងាយដែលហេតុខ្លួនងាយដែលហេតុមានសក្តីប្រមាទយ៉ាងហ្នឹងឯងទង្វើទាំងនោះជាការបំផ្លាញគ្រួសារគេជាចេតនាបំផ្លាញគ្រួសារគេហើយការលើកជាសំណួរសួរថាខ្ញុំខុសដែរអត់ព្រមទាំងអមជាមួយហេតុផលថាមិនដឹងឬគ្មានចេតនាបំផ្លាញគ្រួសារគេគ្រាន់តែជាសម្ដីការពារខ្លួនយករួចខ្លួនឬដើម្បីកុហកខ្លួនឯងនឹងកុំឲ្យមានវិបដិសារីចេស្ដីខ្លួនឯងតែប៉ុណ្ណោះតែធៀបពិតខ្លួនឯងនឹងដឹងចម្លើយខ្លួនឯងហើយថាទង្វើដែលខ្លួនធ្វើហ្នឹងត្រឹមត្រូវឬខុសឆ្គងថ្លៃថ្នូរឬថោកទាបតាមរយៈវីដេអូមួយនេះសង្ឃឹមថាអ្នកយកប្តីគេទាំងឡាយចេះភ្ញាក់រលឹកដឹងខ្លួនឡើងវិញចេះឆ្លាតជាងនឹងដើម្បីកុំឲ្យចាញ់បោកប្រុសចេះឲ្យតម្លៃខ្លួនឯងនិងគិតពីមុខមាត់ក្រុមគ្រួសារខ្លួនឯងដើម្បីកុំឲ្យចិត្តងាយខ្លួនងាយឲ្យខ្លួនប្រុសងាយងាយចេះខ្មាស់គេដើម្បីកុំឲ្យសង្គមស្អប់ខ្ពើមចេះពេបជ្រាយចេះខ្លាចបាបខ្មាស់បាបដើម្បីកុំឲ្យឡើងរកាដៃឬចុះនរកនិងដើម្បីចូលរួមចំណែកជួយកាត់បន្ថយអត្រាអ្នកយកប្តីគេក្នុងសង្គមនិងអត្រាអ្នកឡើងរកាដៃឬចុះនរកតាមរយៈការបញ្ឈប់ទង្វើថោកទាបអំពើអសិលធម៌ក្នុងសង្គមនិងអំពើបាបកុំឲ្យរីករាលដាលកាន់តែខ្លាំងឡើងថែមទៀត